ព្រឹកនេះពេលចេញលេងវាសនាដែលជាកូនរបស់សេដ្ឋីបានឆ្លួតដណ្ដើមសៀវភៅជាមួយនឹងគីមដែលជាកូនអ្នកលក់ធ្យូងវាសនាដណ្ដើមសៀវភៅគីមមិនបានក៏ខឹងរួចក៏តេះដៀលគីមថាឪពុកឯងជាអ្នកក្រីក្ររកស៊ីលក់ធ្យូងថោកទាបណាស់គ្មានពូជគ្មានអំបូរទេគីមនៅពេលដែលឮវាសនានិយាយបែបនេះមុខឡើងក្រហមខំមាត់សម្រក់ទឹកភ្នែកអួលដើមកនិយាយអ្វីពុំរួចលុះដល់ផ្ទះគីមក៏យករឿងរ៉ាវសពគ្រប់បែបយ៉ាងប្រាប់ឪពុករបស់ខ្លួនរសៀលថ្ងៃដដែលឪពុករបស់គីមបានបណ្ដាលគីមទៅសាលាដើម្បីប្តឹងលោកនាយកអំពីរឿងរ៉ាវដែលវាសនាតេះដៀលគាត់ស្របពេលនោះដែរលោកសេដ្ឋីក៏ជួលវាសនាមកសាលារៀនដូចគ្នាលោកសេដ្ឋីឮលោកនាយកនិយាយឈ្មោះរបស់គាត់ក៏ចូលទៅមើលលោកនាយកឃើញលោកសេដ្ឋីហើយក៏និយាយទៅកាន់លោកសេដ្ឋីថាលោកសេដ្ឋីអ្នកលក់ធ្យូងម្នាក់នេះបានមកឲ្យខ្ញុំរកយុត្តិធម៌ឲ្យគាត់ដោយកូនរបស់លោកសេដ្ឋីបានតេះដៀលគាត់ថាគឺជាអ្នកទីទាល់ក្រគ្មានពូជគ្មានអំបូរទេលោកសេដ្ឋីឮហើយក៏ជ្រួញចិញ្ចើមរួចសួរទៅកាន់វាសនាថាវាសនាលោកនាយកនិយាយនេះជាការពិតឬវាសនាឮឪពុកសួរបែបនេះហើយក៏អោនមុខចុះលោកសេដ្ឋីក៏ទាញដៃវាសនាឲ្យឈរទល់មុខគីមរួចឲ្យវាសនានិយាយសុំទោសគីមវាសនាមុខឡើងក្រហមរួចអោនមុខចុះមិននិយាយស្ដីអ្វីទាំងអស់លោកសេដ្ឋីនិយាយបន្តហេតុអ្វីបានជាឯងមិនសុំទោសមិត្តឯងបែបនេះបានអញ្ចឹងថាតាមពុកឲ្យខ្ញុំសុំទោសឯណាសម្លាញ់នៅពាក្យមិនគប្បីដែលខ្ញុំតេះដៀលឪពុកឯងហើយចាប់ពីពេលនេះតទៅឪពុករបស់ខ្ញុំនឹងសុំឪពុករបស់ឯងធ្វើជាមិត្តភក្តិនៅថ្ងៃអនាគតអ្នកលក់ធ្យូងនៅពេលដែលឮលោកសេដ្ឋីនិយាយបែបនេះក៏ក្រោកឈរឡើងរួចរាដៃកុំឲ្យវាសនានិយាយតាមពាក្យលោកសេដ្ឋីប៉ុន្តែលោកសេដ្ឋីមិនព្រមវាសនាងើយមើលមុខឪពុករបស់ខ្លួនរួចនិយាយតិចថាឲ្យគ្នាសុំទោសឯងផងណាសម្លាញ់នៅពាក្យពុំគប្បីតែគ្នានិយាយតេះដៀលឪពុករបស់ឯងថ្ងៃនេះឪពុករបស់ខ្ញុំនឹងសុំឪពុករបស់ឯងធ្វើជាមិត្តភក្តិនៅថ្ងៃអនាគតវាសនានិយាយចប់លោកសេដ្ឋីក៏ស្ទុះទៅចាប់ដៃអ្នកលក់ធ្យូងដោយភាពស្និទ្ធស្នាលរួចច្រានវាសនាឲ្យទៅអោបគីមផងដែរលោកសេដ្ឋីក៏ងាកមករកលោកនាយកវិញរួចនិយាយថាអនុគ្រោះឲ្យខ្ញុំផងណាលោកនាយកសូមលោកនាយកមេត្តាឲ្យគីមនិងវាសនាអង្គុយជាមួយគ្នាខណៈនោះលោកនាយកក៏ឲ្យគីមយកសៀវភៅមកអង្គុយជាមួយវាសនានៅតុខាងមុខលោកសេដ្ឋីឃើញបែបនេះហើយក៏លាអ្នកលក់ធ្យូងនិងលោកនាយកត្រឡប់ទៅគេហដ្ឋានវិញដោយសេចក្តីរីករាយអ្នកលក់ធ្យូងបានក្រឡេកមើលទៅវាសនានិងគីមដែលអង្គុយជិតគ្នារួចគាត់យកដៃមកស្ទាបអង្អែលស្មារបស់វាសនាថ្នមដោយសេចក្តីរីករាយរួចនិយាយលាលោកនាយកត្រឡប់ទៅគេហដ្ឋានវិញលោកនាយកគាត់មានប្រសាសន៍ទៅកាន់កូននៅក្នុងថ្នាក់ថាហេតុការណ៍នៅថ្ងៃនេះគឺជារឿងដ៏ប្រសើរណាស់ហើយកូនជាសាក្សីផ្ទាល់អញ្ចឹងចូលកូនចងចាំថាមិនថាអ្នកមានឬអ្នកក្រទេយើងត្រូវតែចេះស្រឡាញ់និងរាប់អានគ្នាទៅវិញទៅមក